សួស្តីអ្នកទាំងអស់គ្នាវិលមកជួបខ្ញុំនៅពាក្យថ្មីបន្តទៀតទាក់ទងទៅនឹងការងារសុវត្ថិភាពម្សិលមិញយើងបានរៀន5ពាក្យមកហើយថ្ងៃនេះខ្ញុំនឹងបន្ត5ពាក្យទៅមុខទៀតតោះយើងចាប់ផ្ដើមអាននៅពាក្យថ្មីទាំងអស់គ្នាពាក្យទី1នោះយើងអានថាអានឈៀនហ៊ូមានអានឈៀនហ៊ូមានជាភាសាអង់គ្លេសមានន័យថា safety face shield ឬក៏យើងបកជាភាសាខ្មែរគឺរបាំងមុខពាក្យទី2នោះយើងអានថាហ្វាងទូមានចោហ្វាងទូមានចោជាភាសាអង់គ្លេសមានន័យថា respirator ឬក៏យើងបកជាភាសាខ្មែរគឺប្រដាប់ដកដង្ហើមពាក្យបន្តមកទៀតនោះយើងអានថាអសៃសៃជាភាសាអង់គ្លេសមានន័យថា earplugs ឬក៏យើងបកជាភាសាខ្មែរគឺកាសពាក់ត្រចៀកពាក្យបន្តមកទៀតនោះយើងអានថាអានឈៀនចោអានឈៀនចោជាភាសាអង់គ្លេសបានន័យថា safety ear muff ឬក៏យើងបកជាភាសាខ្មែរគឺឧបករណ៍ការពារត្រចៀកសុវត្ថិភាពពាក្យបន្តមកទៀតនោះយើងអានថាអានឈៀនប៉ៃស៊ីនអានឈៀនប៉ៃស៊ីនជាភាសាអង់គ្លេសបានន័យថា safety vest ឬក៏យើងបកជាភាសាខ្មែរគឺអាវភ្លឺនៅវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានវីដេអូរបស់ខ្ញុំកន្លងមកថ្ងៃស្អែកនឹងយើងនឹងបន្តនៅពាក្យបន្តទៀត Thank you for watching. Bye bye. See you in the next video.